ក្រុមប្រដាប់អាវុធប៉ះទង្គិចគ្នានៅរដ្ឋធានីលីប៊ីវីដេអូប្រមុខកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិត្រូវបានគេរាយការណ៍ថាត្រូវបានគេសម្លាប់ក្រុមប្រដាប់អាវុធប៉ះទង្គិចគ្នានៅរដ្ឋធានីលីប៊ីវីដេអូរូបថតឯកសារកងកម្លាំងស្មោះត្រង់នឹងនាយករដ្ឋមន្ត្រីលីប៊ី Abdel Hamid Dbeibeh ដែលមានមូលដ្ឋាននៅទីក្រុងត្រីប៉ូលីថ្ងៃទី17 ខែឧសភាឆ្នាំ2022ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងរដ្ឋធានីត្រីប៉ូលីរបស់ប្រទេសលីប៊ីកាលពីល្ងាចថ្ងៃច័ន្ទបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការធ្វើឃាតមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់យោងតាមសារព័ត៌មាន Al Jazeera លោក Abdel Ghani Al-Khikleh ដែលជាប្រធានផ្នែកគាំទ្រស្ថិរភាពរបស់រដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ SE ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយនៅភាគខាងត្បូងទីក្រុងត្រីប៉ូលីឧបត្តិហេតុនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងទីស្នាក់ការកណ្ដាលនៃកងពលតូចប្រយុទ្ធទី444បន្ទាប់ពីការចរចាបរាជ័យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការប្រយុទ្ធគ្នានិងជលនៃកងទ័ពនៅក្នុងសង្កាត់ Abu Salim និង Mesrul Al Jazeera បានដកស្រង់សម្ដីសាក្សីដោយនិយាយថាទាហានមកពីកងពលតូចលេខ111និង444បានសម្រុកចូលទីស្នាក់ការកណ្ដាល SE ដោយមានការបាញ់កាំភ្លើងនិងការផ្ទុះបានវានៅក្នុងផ្នែកផ្សេងនៃទីក្រុងទំហំនៃការប្រយុទ្ធគ្នានិងការស្លាប់និងរបួសនៅមិនទាន់ច្បាស់នៅឡើយទេរូបភាពក្រាហ្វិកដែលផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់បង្ហាញរូបរាងកាយជាច្រើនសារព័ត៌មាន Al Jazeera បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស6នាក់បានរងរបួសយោងតាម Al Arabiya កងជីវពលមកពី Mesrete និងទីក្រុងផ្សេងទៀតបានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅទីក្រុងត្រីប៉ូលីកាពីសប្តាហ៍មុន SE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2021ដោយរដ្ឋាភិបាលរួបរวมជាតិដើម្បីរក្សាសន្តិសុខក្នុងរាជធានីនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មដែលបានរៀបចំបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី UNSMIL បាននិយាយថាខ្លួនកំពុងតាមដានយ៉ាងដិតដល់នៅរបាយការណ៍នៃការកសាងនិងបង្កើនភាពតានតឹងនៅក្នុងទីក្រុងត្រីប៉ូលីនិងតំបន់ភាគខាងលិចដ៏ទូលំទូលាយបេសកកម្មនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ឲ្យបន្ថយស្ថានភាពជាបន្ទាន់ជៀសវាងសកម្មភាពបង្កហេតុណាមួយនិងដោះស្រាយជម្លោះតាមរយៈការសន្ទនាប្រទេសលីប៊ីបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ2011បន្ទាប់ពីការបះបោរគាំទ្រដោយអង្គការ NATO ដែលបណ្ដាលឲ្យមានការស្លាប់របស់មេដឹកនាំយូរអង្វែងលោក Muammar Gaddafi ការប្រយុទ្ធគ្នានៅទីបំផុតបាននាំឲ្យមានការជាប់គាំងរវាងរដ្ឋាភិបាលគូប្រជែងដែលមានមូលដ្ឋាននៅទីក្រុងត្រីប៉ូលីនៅភាគខាងលិចនៃប្រទេសនិងទីក្រុង Tobruk នៅភាគខាងកើតការប៉ះទង្គិចគ្នាដ៏សំខាន់ចុងក្រោយរវាងក្រុមជីវពលក្នុងទីក្រុងត្រីប៉ូលីបានកើតឡើងក្នុងខែសីហាឆ្នាំ2023ដែលបណ្ដាលឲ្យមនុស្ស55នាក់ស្លាប់និងជិត150នាក់រងរបួសនៅខែកុម្ភៈឆ្នាំ2025រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋលោក Adel Dome បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត